តពុកម៉ែបងប្អូនឥឡូវយើងមកមើលពីរបៀបយើងបដូរថង់បាទបដូរថង់កូនរៀនពីមុនយើងដាក់ថង់រៀងតូចបាទដល់ពេលយើងចាប់ដើមវាលូតលាស់កូនវាលូតលាស់ធំយើងបដូរវាបាទយើងបដូរចេះមកយើងយកមកដាក់ថង់ធំយើងដាក់រួចហើយយកដីដែលយើងច្បល់ជាមួយជាតិហ្នឹងរួចហើយយើងយកមកដាក់វាសៀខាងហ្នឹងបាទយើងដាក់ហើយយើងយកឈើវាមកញាត់នៅខាងហ្នឹងឲ្យវាណែនកុំឲ្យវារលុងកាលណាវារលុងទៅវាអាចនឹងវាដើមវាគូសកើអីទៅវាសុខភាពដើមវាមិនល្អវាអាចឬវាមិនទៅដើរល្អពុកម៉ែបងប្អូនយើងបាទនេះជាចំណុចមួយហើយខ្ញុំនឹងតាក់ទងនឹងការស្រាវជ្រាវខាងកសិកម្មដំណាំតរេននេះដើម្បីយកមកចែករំលែកដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នានេះវិធីដូរងាយនេះគឺដូររួចហើយបានច្រើនមែនទែនពុកម៉ែបងប្អូនយើងហើយរបៀបដូរថងនេះទៀតគឺពីមួយឆ្នាំទៅមួយឆ្នាំគឺយើងបំបើកូនគឺយើងបដោះកូនគឺយើងត្រូវតែបដូរថងវាបើយើងមិនបដូរថងវាតូចទៅឬវាច្រើនវាមិនទទួលបានជីជាតិនឹងឬវាដើមមិនល្អវាសុខភាពដើមវាមិនលូតលាស់បានល្អណាពុកម៉ែបងប្អូនយើងបាទនេះជាចំណុចមួយដែលល្អដែលខ្ញុំស្រាវជ្រាវយកមកចែករំលែកដល់ពុកម៉ែបងប្អូនបាទអរគុណច្រើន